ជំរាបសួរកូនក្រមុំជើងភ្នំកងរៃទឹកដីនៃខេត្តកំពង់ឆ្នាំងកូនក្រមុំសុំកក់លៀងទុកមុនមួយឆ្នាំបងប្អូនកូនក្រមុំគាត់កក់ខ្ញុំរយៈពេលមួយឆ្នាំហើយឥឡូវដល់ថ្ងៃដែលគាត់រៀបអាពាហ៍ពិពាហ៍ថ្ងៃនេះផងដែរខ្ញុំមកផាត់មុខឲ្យកូនក្រមុំនៅខេត្តកំពង់ឆ្នាំងពិតជាសប្បាយរីករាយខ្លាំងមែនតើមានការទទួលរាក់ទាក់ពីបងប្អូននៅក្នុងកម្មវិធីច្រើនខ្លាំងមែនតើខ្ញុំពិតជាអរគុណខ្លាំងមែនតើចំពោះបងប្អូនដែលជា fan ក៏ដោយដែលជាមិន fan ក៏ដោយដែលបានឃើញហើយស្គាល់លៀងរាក់ទាក់ខ្លាំងមែនតើពេលដែលចុះទៅខេត្តបានដឹងថា fan របស់លៀងច្រើនប៉ុណ្ណាអ្នកទាំងអស់គ្នាអើយការស្រឡាញ់រាប់អាននឹងការរាក់ទាក់នេះហើយគឺជាសិលធម៌មួយរបស់ខ្មែរយើងធ្វើឲ្យខ្ញុំមានអារម្មណ៍ថារំភើបហើយមានភាពកក់ក្ដៅកូនក្រមុំគាត់កក់ខ្ញុំតាំងពីអត់ទាន់ចេញស្ទាយផាត់មុខបែបកូនក្រមុំតុក្កតាវៀតណាមម្លេះដល់ពេលឥឡូវខ្ញុំមកផាត់មុខខ្ញុំសួរគាត់ថាអូនយកអាស្ទាយដល់ពេលអូនកក់បងលើកមុនឬមួយក៏អូនដូរយកមកស្ទាយថ្មីដែលគេកំពុងតែវាយរ៉លពេញប្រទេសកម្ពុជាកូនក្រមុំថាចង់បែបជូតតុក្កតាខ្ញុំថាកូនក្រមុំចិត្តរារេអង្គការពីកក់បងមិនមែនកក់ស្ទាយបែបហ្នឹងទេដល់ពេលឥឡូវអីណាមកស្រឡាញ់ស្ទាយថ្មីគេដែរវាជារឿងធម្មតាទេបងប្អូនទាំងអស់គ្នាព្រោះដោយសារអីស្ទាយនីមួយៗវាតែងតែវិវត្តទៅមុខជានិច្ចរយៈពេល1ឆ្នាំយើងត្រូវដូរស្ទាយម្ដង update ស្ទាយម្ដងដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជនក៏ដូចជាយុគអ្វីដែលគាត់ស្រឡាញ់ដោយសារតែមកកូនក្រមុំយើងមើលទៅបែបខ្ជូតដែរអញ្ចឹងខ្ញុំក៏ផាត់ស្ទាយនឹងជូនគាត់ក៏ស្រឡាញ់នឹងពេញចិត្តស្ទាយផាត់មុខបែបហ្នឹងដែរតែបើសិនជាកូនក្រមុំមុខគាត់អត់ស៊ីជាមួយនឹងស្ទាយហ្នឹងខ្ញុំក៏អត់អូខេផាត់ជូនគាត់ដែរអ្នកទាំងអស់គ្នាមានបងប្អូនជាច្រើនដែលសួរខ្ញុំថាបងចុះផាត់មុខតាមខេត្តអត់មានអីត្រូវអត់ចុះអូនផាត់តាមខេត្តមកកណោក៏ដឹកនេះទៅខេត្តណាក៏ទៅដែរគ្រាន់តែតម្លៃអាស្រ័យទៅលើខេត្តចិត្តនិងខេត្តឆ្ងាយហើយកុំសួរថាហេតុអីបងពេលមកខេត្តម្ដងបងយកថ្លៃម្ល៉េះអូនត្រូវដឹងថាពេលអូនហៅបងចុះទៅខេត្តបងផាត់បានតែកូនក្រមុំម្នាក់ឯងតែបើសិនជាបងនៅភ្នំពេញបងផាត់បានកូនក្រមុំម្នាក់ហើយបងផាត់ភ្ញៀវបានច្រើនអ្នកទៀត4ទៅ5អ្នកក្នុងមួយថ្ងៃអញ្ចឹងលុយបងគឺគុណឡើងច្រើននៅពេលដែលបងទៅខេត្តបើសិនជាបងអត់គុណលុយទេបងខាតថ្ងៃហើយខាតពេលវេលាខាតទាំងថ្លៃធ្វើដំណើរទៀតក៏ប៉ុន្តែអ្វីដែលអូនបានមកវិញគឺជាគុណភាពមួយដែលធ្វើឲ្យអូនសប្បាយចិត្តក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់អូនគឺអូនសប្បាយចិត្តនឹងមើលមុខខ្លួនឯងអត់ចង់ចេញពីកញ្ចក់គឺអូនសប្បាយចិត្តនឹងអួតមុខខ្លួនឯងថាខ្លួនឯងស្អាតខ្លាំងបំផុតនៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ចំពោះគ្រឿងផាត់មុខទៀតសោតបងប្រើសិតតែជារបស់ brand ទាំងអស់គឺជាអីវ៉ាន់ដែលថ្លៃមិនមែនយើងមានលុយហើយអាចទិញនៅស្រុកខ្មែរបានទេពេលដែលបងត្រូវការទិញបងត្រូវជិះយន្តហោះទៅទិញនៅក្រៅប្រទេសទិញពីបរទេសមកមិនមែនទិញនៅស្រុកខ្មែរបានទេព្រោះអីខ្លាចចំរបស់កូពីទិញអីវ៉ាន់ម្ដងអស់រាប់ម៉ឺនដុល្លារអូនហើយដល់ពេលទៅយកផាត់មុខពីអូនណាមិនសមកាក់សមសេនមកទេពៅអញ្ចឹងបានថាអីវ៉ាន់ថ្លៃទៅយើងផាត់មុខយកតម្លៃថ្លៃក៏បូករួមជាមួយនឹងសមត្ថភាពរបស់យើងទៀតទៅធ្វើឲ្យមុខរបស់អតិថិជនមើលទៅឃើញស្អាតហើយដាច់គេតែម្ដងក្នុងកម្មវិធីអាណត្តិកូនក្រមុំខ្លះមានធនធានជួលជាងផាត់មុខហើយបែរជាជួលទៅជាងផាត់មុខឲ្យខុសទៀតអញ្ចឹងបានថាបងប្អូនទាំងអស់គ្នាមុននឹងសម្រេចចិត្តជួលជាងមួយណាដែលមានតម្លៃថ្លៃត្រូវមើលពីទឹកដៃឲ្យបានច្បាស់លាស់មើលពី feedback ឲ្យបានច្បាស់លាស់សិនព្រោះលុយទាំងពាន់គឺមិនងាយនឹងរកទេបងប្អូនទាំងអស់គ្នាអស់លុយរាប់ពាន់យ៉ាងណាក៏បាននៅសម្រាប់ដ៏ស្រស់ស្អាតក្នុងថ្ងៃពិធីដែរតែបើសិនជាអស់លុយរាប់ពាន់ហើយបាននៅសម្រាប់ដែលមិនពេញចិត្តខ្លួនឯងគឺធ្វើឲ្យយើងមានវិបត្តិសេរីអស់មួយជីវិតជាចុងក្រោយសូមអរគុណដល់អតិថិជនទាំងអស់គ្នាដែលបានគាំទ្រនិងស្រឡាញ់រាល់ស្នាដៃដែលលៀងបានធ្វើជូន